ជាវាសួរលោកគ្រូថ្ងៃនេះខ្ញុំនឹងធ្វើការបង្ហាញពី final project របស់ខ្ញុំពីរបៀប scan នៅក្នុង Nexus Scan អញ្ចឹងដើម្បីអាច scan បានយើងត្រូវចុចទៅលើប៊ូតុង New Scan អញ្ចឹងនៅពេលដែលយើងចុច New Scan ហើយនៅក្នុងនេះនឹងបង្ហាញ option ជាច្រើនដែលយើងអាច scan បានមានដូចជា Discovery មានHouse Discovery មានPing Only Discovery មានVulnerability មានដូចជា Basic Network Scan មាននឹង Credential Validation មាន Advanced Scan មានAdvanced Dynamic Scan និងមាន option ជាច្រើនទៀតសម្រាប់ scan អញ្ចឹងខ្ញុំនឹងធ្វើការឧទាហរណ៍យក basic network scan មួយទៅដើម្បីយើងធ្វើការ test scan អញ្ចឹងនៅពេលដែលយើងចូលមក basic scan មានsetting មាន credential មាន plugin ប៉ុន្តែជាធម្មតាយើងត្រូវចូលមកនៅក្នុង setting នេះអញ្ចឹងនៅត្រង់កន្លែងនេះនឹងមានយើងបំពេញជាមានឈ្មោះអញ្ចឹងនៅកន្លែងឈ្មោះនេះយើងចង់ដាក់អីក៏បានដែរឲ្យតែយើងចង់ដាក់ហើយយើងចង់តេស្តលើ router ណាមួយអញ្ចឹងយើងអាចដាក់ឈ្មោះ router នឹងបានតែខ្ញុំសម្រាប់ខ្ញុំដាក់ router 2អញ្ចឹងយើងធ្វើការសរសេរមកដាក់ router 2ហើយសម្រាប់នៅកន្លែងនេះគឺ folder ដែលយើង select ថាចូលទៅកន្លែងណាហើយមួយទៀតtarget អញ្ចឹងនៅក្នុង target នេះដូចដែល example គេដាក់បង្ហាញនៅក្នុងនេះអញ្ចឹងគឺយើងត្រូវដាក់ IP អញ្ចឹងយើងអាចដាក់ IP address range ណាមួយបានអញ្ចឹងសម្រាប់ description ខ្ញុំដាក់router 2 scan testing អញ្ចឹងយើងសរសេរដាក់ router 2 scan testing ហ្នឹងមកអញ្ចឹងយើងចូលមកដល់ target អញ្ចឹងនៅក្នុង target នេះយើងដាក់ IP របស់យើងមកអញ្ចឹងនៅពេលដែលយើងដាក់ IP អស់ហើយបំពេញឈ្មោះហើយយើងធ្វើការចុច save មកអញ្ចឹងបន្ទាប់ពីយើងចុច save រួចហើយនឹងលោតមកផ្ទាំងមួយនេះបន្ទាប់មកយើងត្រូវធ្វើការចុច launch ទៅលើ router របស់យើងដែលយើងបានប្រាប់មុនហ្នឹងទៅដើម្បីដំណើរការនៅពេលដែលយើងចុចដំណើរការចុច launch ហ្នឹងហើយបានន័យថានៅកន្លែងនេះនឹងមាន icon នេះមួយបានន័យថាកំពុងដំណើរការប៉ុន្តែត្រង់កន្លែងនេះបានន័យថាយើងត្រូវចំណាយពេលចាំវាយូរបន្តិចវាអាស្រ័យទៅលើ speed internet របស់យើងដែរនៅត្រង់កន្លែងនេះអញ្ចឹងយើងអាចធ្វើការរងចាំសិនរហូតដល់ការ scan នេះដំណើរការចប់អញ្ចឹងយើងត្រូវការចំណាយពេលយូរដែរដោយសារតែខ្ញុំធ្លាប់បានតេស្តបានមួយមុននឹងដែរអញ្ចឹងយើងអាចចូលទៅមើលបានលទ្ធផលដែលខ្ញុំបានតេស្តមុនហ្នឹងយើងចុចទៅលើ home network ហ្នឹងទៅអញ្ចឹងនៅពេលដែលចូលមកដល់ home network ដែលខ្ញុំបាន scan មុនហើយនឹងបង្ហាញពីលទ្ធផលដែលខ្ញុំបានតេស្តមុនហ្នឹងអញ្ចឹងយើងអាចមើលឃើញបាននឹងបង្ហាញពីព័ត៌មានមួយចំនួនមានដូចជា host មាន policy ដែលយើងបានធ្វើមាន status មាន scanner មាន start date និង end date អញ្ចឹងខ្ញុំstart នៅម៉ោង 9:44 ហើយនឹង end នៅម៉ោង 10:05 នាទីអញ្ចឹងន័យថា reason ដែលខ្ញុំបានតេស្តហ្នឹងមានចំនួន21 មីនិតហើយបន្ទាប់មកទៀតសម្រាប់នៅត្រង់កន្លែង vulnerability នេះ
នឹង show IP ថា IP ហ្នឹងមាន IP ដែលយើងបាន scan ហ្នឹងមាន vulnerability គេខ្លះអញ្ចឹងនៅកន្លែងនេះគេបង្ហាញមកថាមាន CVS score ចំនួន 3.3 ដូចនៅបង្ហាញខាងលើនេះហើយមួយទៀតនៅក្នុងនេះយើងអាចចុចដើម្បីមើលmore detail បានដើម្បីយើងដឹងថា vulnerability របស់យើងហ្នឹងឈ្មោះគេអញ្ចឹង vulnerability របស់យើងហ្នឹងឈ្មោះDHCP server detection ហើយនឹងមួយទៀតយើងមានជា description មានជា solution និងមាន show output ហើយពី port របស់យើងនិងបង្ហាញពី protocol របស់យើងដែលយើងប្រើ protocol ចំនួនណាគេបាននឹងបង្ហាញនៅកន្លែង show output នេះហើយនៅកន្លែងនេះជា plugin detail អញ្ចឹងនៅក្នុង plugin detail នេះនឹងបង្ហាញយើងថា ID របស់យើងបាន version បានប្រភេទអីគេអញ្ចឹងទៅហើយមួយទៀតខ្ញុំនឹងចូលទៅបង្ហាញនៅក្នុង history នៅក្នុង history នេះបង្ហាញថាខ្ញុំធ្លាប់បាន scan ម្ដង scan គេខ្លះនឹងបង្ហាញនៅក្នុង history ខ្លះប៉ុន្តែនៅក្នុង history នេះខ្ញុំបាន scan តែម្ដងទេចាអញ្ចឹងសម្រាប់ការ demo ពី final project របស់ខ្ញុំគឺមានតែប៉ុណ្្នឹងទេហើយសង្ឃឹមថានៅពេលដែលលោកគ្រូបានឆែកពី project របស់ខ្ញុំហើយបើសិនជាមានខុសកន្លែងណាឬក៏ខ្ញុំធ្វើទៅអត់ទាន់ត្រូវកន្លែងណាលោកគ្រូអាច comment បន្ថែមបានសូមអរគុណ